បាទអ្នកស្រែតែប៉ុណ្ណេះឯងលុបព្រឹកចេញងាយចូលរំដល់ផ្ទះយប់នៅចង្ការស្រុកខ្មែរយើងតែប៉ុណ្ណេះឯងថែមទាំងដណ្ដើមមានសង្គ្រាមទៀតជាមួយផងឈាមមិនក៏ខ្មែរកម្មផលប្រឡេះខ្ញុំសូមបំពេញនាវឲ្យបងប្អូនប្រទេសក្រៅជួយប្តឹងទៅដល់អន្តរជាតិផងអ្នកនៅប្រទេសក្រៅខ្មែរនៅប្រទេសក្រៅសូមជួយផងបើវានៅតែឃើញទៀតជួយឲ្យប្តឹងដល់អន្តរជាតិជួយធ្វើម៉េចមនុស្សវាអាក្រក់គេយកដីគេសន្តានវាគឺអ្នកយកដីគេវាមិនកែទេនឹងជាប្រមាណ100ឆ្នាំឬប្រមាណ5ឆ្នាំឬក៏ប្រមាណ10ឆ្នាំ20ឆ្នាំទៀតឬក៏យ៉ាងណាគឺព្រាមិនទាន់ចប់ទេមិនដឹងថាយ៉ាងណាទេខ្មែរយើងបើមិនខំប្រឹងបើមិនខ្លាំងទេគឺថ្ងៃណាមួយបាត់ដីហើយទោះសៀមវាទិញអាវុធទំនើបទុកតាសម្រាប់វាយខ្មែរទេវាមិនហ៊ានជាមួយភូមាទេមនុស្សវាក្រក់ណាស់ឃើញខ្មែរយើងក្រខ្មែរយើងស៊ីឈ្នួលគេខ្មែរយើងខ្ញុំគេវាដៀងតែមើលងាយសពគ្រប់បងប្អូនអើយនៅប្រទេសក្រៅសូមអរគុណដែរដែលជួយជួយខាត់ផ្នែកគ្នានៅគ្រប់ប្រទេសក្រៅប្រទេសណាប្រទេសជប៉ុនប្រទេសអង់គ្លេសអាមេរិកកាណាដាអូស្ត្រាលីអាល្លឺម៉ង់ប្រទេសកូរ៉េខាងត្បូងប្រទេសណាក៏ដោយឲ្យតែមានខ្មែរជួយគ្នាផងមើលទៅមិនដឹងថាយ៉ាងណាយ៉ាងណីទេគឺប្តឹងអន្តរជាតិផងមិននឹកស្មានថាវាហ៊ានហើយធ្វើបាបខ្មែរយើងដល់ប៉ុណ្ណឹងវាមានមកកន្លែង200-300គ្រាប់យ៉ាងនេះតិចហើយខេត្តបន្ទាយមានជ័យថ្ងៃទី26 360គ្រាប់សម័យមើលបងប្អូនសម័យមើល360គ្រាប់បងប្អូនសម័យមើលគ្រាន់តែសម័យក៏ឃើញដែរណាបងប្អូនសូមអរគុណបងប្អូន